Bạn số đây là nhé. Này chi video thì bấy này có bên rịp bá đây dương năng gì từ lời một nghĩa column rịp bá. Và smart column rịp bá mình sẽ chỉ khóc này chỉ mùi năng phụ tiên rịp bá thế. Và ca pra khi dương ai select nơi element muốn có select nơi comment và hỏi dương chập đám chưa rất là số để dương trong cùng và là khi select vô bốn đào ní và có cái chuyện finish mà và nó không đi dương năng bỏng vinh viên nó không UI đi cái này nơi trong lại ní chúng đã partition C muối cover và 30mm បាទដៃខ្ញុំយកឲ្យដូចដៃជើងតាំងមុនហ្នឹងបាទខ្ញុំយកទី2 16ចំនួន8ដើម stirrup បាទយើងអាចយក8លី set នេះបងប្អូនមិនបាច់ដូរទេបាទខាងនេះដូចគ្នាមិនបាច់ដូរទេព្រោះវាអូតូ collect យក set ដែលយើងបានចងរូបមន្តហើយចំពោះ spacing ខ្ញុំបានបែងចែកជា2តំបន់បាទមានន័យថាមាន support spacing ហើយនិង mid spacing ចឹង support spacing សំដៅទៅលើគោលទម្រលើក្រោមហើយនិង mid spacing សំដៅទៅលើល្វែងកណ្ដាលបាទយើងអាចធ្វើការបាទផ្លាស់ប្ដូរទៅតាមការកណនីរបស់យើងបងប្អូនកុំដាក់តាមខ្ញុំណាបាទអូខេហើយយើងនៅមានចំណុចពិសេសមួយទៀតគឺ ending អាហ្នឹងមានន័យថាម៉េចមានន័យថានៅពេលដែលយើងគូសសសរបើសិនជាក្នុងករណីយើងគូសសសរហើយមានជាន់បន្ថែមទៀតហ្នឹងយើងបាទត្រូវការ connect ដៃបន្តទៀតបាទដែលមានសសរនៅជាន់បន្តទៀតហ្នឹងអាហ្នឹងយើងត្រូវតែទុកដៃ40ដេបាទអានេះវាពិចារណាទុកដៃ40ដេដើម្បីធ្វើការតជាមួយសសរខាងលើទៀតប៉ុន្តែបើយើងអត់មានសសរខាងលើទៀតទេអាហ្នឹងវាជា level top ហើយបាទបើវាជា ending យើងចុច tick មកអញ្ចឹងនៅពេលដែលចុច ending អានេះវានឹង generate បាទ96បាទវាបត់ដៃចូលគ្នាតែម្ដងអត់មានទុក layer បន្ថែមទៀតទេបាទអញ្ចឹងអស់ហើយយើងអាចចុច generate បានហើយបាទចុច OK មកអូខេអានេះដោយសារតែដៃហ្នឹងវាបាំងបាទសសរចិត្តបាទអូខេបងប្អូនអរគ្នានេះជាសសរមូលដោយសារមុនហ្នឹងខ្ញុំតេសសរមូលតែឥឡូវបងប្អូន ignore នឹងចោលទៅបាទយើងមកមើលខាងនេះបាទអញ្ចឹងយើងសូហើយរីបាមកបាទអញ្ចឹងបងប្អូនអាចពិនិត្យមើលឃើញយើងនឹងឃើញបាទដៃកងជាមួយនឹងដៃមេរបស់យើងចំនួន3ដើមហើយបត់ចូលគ្នាបែបនេះបាទអូខេអញ្ចឹងការគូសគឺបែបហ្នឹងបងប្អូនហើយអាដៃកងនេះ spacing របស់វានឹង adjust បាទ3តំបន់ mid support សំដៅmid column ហើយនេះsupport បាទ support zone mid zone support zone បាទហើយមួយទៀតបងប្អូនពុំចាំបាច់បារម្ភទេបាទវានឹងធ្វើការដក clear ពីកម្រាលខណ្ឌហ្នឹង50mm ហើយខាងលើបាទខាងលើក៏ដូចគ្នាដែរវានឹងដក clear 50mm បាទ50mmដូចគ្នាអញ្ចឹងវានឹងត្រូវតាមស្តង់ដារ SI code បាទអញ្ចឹងបងប្អូនគ្រាន់តែធ្វើការផ្លាស់ប្ដូរចំនួនដៃនិងកម្រិតដៃកងគឺគ្រប់គ្រាន់បាទអូខេឥឡូវខ្ញុំឧទាហរណ៍បន្ថែមចុះគឺមកយើងទៅលើending column បាទឥឡូវយើងឧទាហរណ៍មួយទៀតទៅលើទីតាំងដែលមានតំណដែកទៅលើបាទឥឡូវខ្ញុំឧទាហរណ៍សសរមួយជួរតែម្ដងបាទខ្ញុំគូម្ដងមួយជួរតែម្ដងបាទអញ្ចឹងវាមានប្រហែលមើល4 6ដង24សសរបាទបន្ទាប់មកយើងចុច finish អញ្ចឹងអានេះខ្ញុំដាក់ថា C2 ចឹងបាទ cover 30ដែក6 10លី8ដើម stirrup មកកាត់8លីកម្រិត120 150ដូចគ្នាអានេះ ending បាទ ending នេះមានន័យថាវាមិនមែននៅសសរបញ្ចប់ទេវានៅសសរកណ្ដាលអញ្ចឹងវានឹងមានសសរបន្តទៅលើមួយទៀតអញ្ចឹងយើងអត់ tick ទេបើយើង tick ស្មើនឹងបញ្ចប់ត្រឹមហ្នឹងបាទឥឡូវអស់ហើយយើងចុច generate តែម្ដងបាទគឺរួចរាល់យើងអាចបាទសូសរសៃដែកបាទនេះអ្វីដែលខ្ញុំចង់បង្ហាញបងប្អូនគឺវានឹងរក្សាទុក40ដេនៃកោតចិត្តបាទ40នៃកោតចិត្តដើម្បីទុកបដោះកលឹមតឡើងទៅទៀតបាទឥឡូវដល់ចំណុចនេះហើយខ្ញុំអាចនឹងគូសមួយជាន់ទៀតតែម្ដងដើម្បីឲ្យបងប្អូនយល់កាន់តែច្បាស់បាទអញ្ចឹងខ្ញុំគូសមួយជាន់ទៀតបាទបងប្អូនអាចប្រហែលមើលឃើញបាទ C1 ដដែលចុះហើយ cover 30បាទ
ចឹងខ្ញុំគិតថាបងប្អូនអាចគូសពី3ដងទៅគឺ store ទេបងប្អូនបាទ syrup air 8 air 8 120 150បាទចុច ending អញ្ចឹងcolumn របស់យើងចាត់ទុកថាវាជា ending column យើង tick មកហើយយើងចុច generate បាទអញ្ចឹងសរសៃដែកហ្នឹងវានឹងបត់បាទវានឹងពុតនៅខាងបាទខាងលើវាអត់មានទុក supply សម្រាប់តដែកខាងលើទៀតទេបាទគឺអស់ត្រឹមហ្នឹងបាទសូម្បីតែដែកកងរបស់យើងនេះបងប្អូនសូមបាយបងប្អូនបន្តិចដែកកងរបស់យើងវាអត់រុញទៅដល់ថ្នាំខាងលើទេវាកំណត់យកថ្នាំខាងក្រោមតែឡែកខាងនេះវាកំណត់យកថ្នាំខាងលើបាទអញ្ចឹងវានឹងសម្រួលដល់បងប្អូនកាន់តែច្រើនបាទអញ្ចឹងបាទយើងចំណាយពេលតែបន្តិចយើងអាចគូសខ្សែដៃបានច្រើនអូខេខ្ញុំគិតថានឹងបញ្ចប់ការបង្ហាញទៅលើ column នេះបានត្រឹមហ្នឹងបាទសូមអរគុណបងប្អូនយើងអាចនឹងជួបគ្នានៅវីដេអូក្រោយទៀតបាទ